បាទជាដំបូងខ្ញុំសូមគោរពដល់បងដែលជាអ្នកព្យាបាលសិស្សទាំងអស់ជាទីគោរពបាទស្របទៅលើបរិបទនៃការវិវត្តនៃបច្ចេកវិទ្យា AI ឬក៏ technology គឺតម្រូវឲ្យសិស្សមានការសិក្សាបន្ថែមនៅផ្ទះតាមរយៈការប្រើកម្មវិធីដែលអាចហៅថា online គឺតម្រូវសិស្សរៀនបន្ថែមដូច្នេះគឺក្រសួងបានបង្កើតក្រសួងឬក៏អ្នកជំនាញបានបង្កើតកម្មវិធីមួយហៅថា PLP ដើម្បីសិស្សរៀននៅផ្ទះបន្ថែមដូច្នេះគឺតម្រូវឲ្យគ្រូបង្រៀនសហការជាមួយអាណាព្យាបាលទាំងអស់ដោយឡែកគឺតម្រូវឲ្យខ្ញុំនឹងអញ្ជើញបងដែលជាអ្នកព្យាបាលមកប្រជុំនៅក្នុងថ្នាក់ដោយឡែកខ្ញុំឃើញថាបងដែលជាអ្នកព្យាបាលមានភាពមមាញឹកនៅក្នុងការប្រកបមុខរបរនិងការងារជាដើមដូច្នេះខ្ញុំសូមធ្វើជាវីដេអូជាការប្រជុំបាទការវីដេអូនៃការប្រជុំនេះគឺខ្ញុំធ្វើវីដេអូទម្លាក់ជូនបងទស្សនាឲ្យបងឆ្លើយតបមកវិញនៅក្នុងក្រុម Messenger ដែលបងបញ្ជាក់ថាខ្ញុំបានមើលវីដេអូនឹងរួចរាល់ហើយបាទអញ្ចឹងដើម្បីបង្កភាពងាយស្រួលដល់បងមិនចង់ឲ្យបងខាត់ពេលវេលាមកក្នុងថ្នាក់ដើម្បីប្រជុំទេបាទអញ្ចឹងខ្ញុំសូមស្វាគមន៍សូមគោរពជម្រាបសួរដល់បងម្ដងទៀតបាទហើយនេះគឺជាអ្វីដែលខ្ញុំចង់លើកឡើងនៅក្នុងការប្រជុំអនឡាញនេះបាទគឺទី1គឺបង្ហាញអំពី PLP ទី2គឺនិយាយទៅលើការសិក្សារបស់សិស្សទី3ជាការសំណូមពរបាទអញ្ចឹងខ្ញុំសូមចូលចំណុចទី1គឺកម្មវិធី PLP ហ្នឹងដែលមកពីពាក្យថា Primary Learning Program ដែលហៅកាត់ថាថ្នាក់បឋមជាភាសាខ្មែរដូច្នេះកម្មវិធីនេះគឺតម្រូវឲ្យសិស្សរៀនបន្ថែមនៅផ្ទះអនឡាញអញ្ចឹងចំណុចទាំងនេះខ្ញុំចង់ជម្រាបបងជាមុនកុំឲ្យបងថានៅសុកមិនក៏គ្រូឲ្យរៀននៅអនឡាញអញ្ចឹងការរៀនអនឡាញហ្នឹងគឺផ្ដល់គុណសម្បត្តិនិងគុណវិបត្តិគុណសម្បត្តិគឺសិស្សបង្កើនចំណេះដឹងវឹកហាត់បន្ថែមនៅផ្ទះតែគុណវិបត្តិគឺសិស្សអាចយកជាហេតុផលយកជាលេសក៏ថាបានប្រាប់ឪពុកម្ដាយថាគ្រូដាក់កិច្ចការឲ្យតាមពេទ្យគាត់យកទូរស័ព្ទនឹងទៅលេងហ្គេមមើល YouTube ឬក៏លេង TikTok Facebook ជាដើមដូច្នេះគឺតម្រូវឲ្យខ្ញុំនឹងប្រជុំជម្រាបដល់បងឲ្យបានជ្រាបដូចនេះគឺខ្ញុំសូមប្រជុំតាមអនឡាញតាមរយៈបែបនេះអញ្ចឹងខ្ញុំសូមជម្រាបបងថាគឺសិស្សត្រូវរៀននៅកម្មវិធីហ្នឹងនៅផ្ទះបន្ថែមតាមដែលខ្ញុំដាក់ឲ្យបានកុំឲ្យបងថាមិនបានរៀននៅបរិបទនឹងវិញអញ្ចឹងអាចបន្ទោសខ្ញុំតាមមិនខ្ញុំទៅរៀនបែបនឹងវិញអញ្ចឹងអត់ទេគឺគេតម្រូវឲ្យរៀនទូទាំងប្រទេសបាទទូទាំងប្រទេសជំរាបបងឲ្យដឹងកុំឲ្យថាមានបញ្ហានៅពេលក្រោយបងបាទចំពោះការសិក្សារបស់សិស្សគឺសិលធម៌គឺខ្ញុំអប់រំទៅលើសិលធម៌ខ្ញុំអប់រំទៅលើសិលធម៌ឲ្យពួកគាត់ចេះគោរពគ្នាគោរពគ្រូគោរពលោកគ្រូអ្នកគ្រូហើយនឹងគាត់ចេះសហការគ្នារៀនព្រោះថាអនាគតទៅពួកគាត់មិនអាចធ្វើការតែឯងបានទេគឺគាត់ធ្វើការជាដៃគូជាក្រុមនៅក្នុងស្ថាប័នអីជាដើមបាទអញ្ចឹងអានឹងខ្ញុំកសាងឲ្យគាត់មានសិលធម៌ចំពោះចំណុចបន្ទាប់ទៀតគឺខ្ញុំនិយាយទៅលើការប្រឡងអញ្ចឹងការប្រឡងតាមកន្លងប្រឡងមកគឺឃើញថាពួកគាត់កូននឹងមានការខិតខំក្នុងការប្រឡងខ្ញុំពិតជាសប្បាយចិត្តឃើញពួកគាត់មានការខិតខំបាទចំពោះការប្រឡងនឹងដែរឃើញថាកូនមួយចំនួនក៏មានការបាក់ទឹកចិត្តហើយខ្ញុំជឿថាឪពុកម្ដាយឬក៏បងអ្នកព្យាបាលមួយចំនួនក៏បានមើលដឹងពីលទ្ធផលដែរតែជាលទ្ធផលនៃការសិក្សាចំពោះខ្ញុំពេញចិត្តនឹងការខិតខំប្រឹងប្រែងរបស់គាត់គឺខ្ញុំអត់ផ្ដោតទៅលើលេខទេចំណាត់ថ្នាក់ទេគឺដោយសារតែសិស្សរបស់ខ្ញុំមាន42នាក់ការប្រឡងគឺមានការប្រណាំងប្រជែងបន្ទុកខុសគ្នាតិចតួចលទ្ធផលក៏ទៅតាមហ្នឹងអញ្ចឹងខ្ញុំសូមជាសំណូមពរសូមបងជំរុញលើកទឹកចិត្តគាត់បន្ថែមកុំដាក់កំហាត់ទៅលើតែលេខខ្ញុំដឹងថាបងចង់ឲ្យកូនបងល្អរៀនបានពូកែឪពុកម្ដាយណាក៏ចង់ឲ្យកូនរៀនបានលេខ1លេខ2លេខ3ដែរចង់ឲ្យកូនពូកែក៏ប៉ុន្តែបែបហ្នឹងខ្ញុំមានសម្ពាធរៀនមានសម្ពាធតិចដោយសារតែមែនអាចជាកំហុសខ្ញុំដែលខ្ញុំមិនអាចបង្រៀនកូនទាំងអស់ឲ្យបានលេខ1ទាំងអស់លេខ2ទាំងអស់ប៉ុន្តែខ្ញុំនឹងព្យាយាមអស់ពីសមត្ថភាពហើយខ្ញុំនឹងទទួលយកចំណុចរិះគន់ដើម្បីស្ថាបនាខ្លួនរបស់ខ្ញុំការបង្រៀនរបស់ខ្ញុំឲ្យមានការរីកចម្រើនអញ្ចឹងគោលដៅឬក៏អត្ថន័យនៃការសិក្សាចំពោះខ្ញុំជាគ្រូគឺឲ្យតែសិស្សមករៀនបានទៀងទាត់សិស្សមានសិលធម៌ចេះគោរពគ្រូគោរពអ្នកដទៃគោរពចាស់ទុំអានឹងគឺជាអត្ថន័យនៃការសិក្សារបស់ខ្ញុំហើយឲ្យតែសិស្សខំរៀនបញ្ចេញអស់ពីសមត្ថភាព
នឹងទោះបីជាលទ្ធផលបែបណាក៏ខ្ញុំជាគ្រូអាចទទួលយកបានប៉ុន្តែបើសិនជាគាត់រៀនពូកែមែនតែគាត់អត់មានសិលធម៌នឹងចំពោះខ្ញុំគឺមិនជាសិស្សពូកែទេបាទហើយចំពោះការប្រឡងខ្ញុំជាគ្រូខ្ញុំគិតថាការរៀបចំប្រឡងរបស់ខ្ញុំគឺមានភាពយុត្តិធម៌ទី1គឺអត់មានវិញ្ញាសាខ្ញុំអត់មានប្រាប់សិស្សអ្នកណាមុនទេគឺការប្រឡងព័ត៌មានខ្ញុំប្រាប់ជាក្រុមណាអត់មានថាអូសិស្សនេះខ្ញុំប្រាប់ថាស្អែកខ្ញុំប្រឡងអីទេគឺខ្ញុំប្រាប់នៅក្នុងថ្នាក់ជារួមថាខ្ញុំប្រឡងមុខវិជ្ជាអីគឺខ្ញុំជម្រាបពួកគាត់មុនជាការស្រេចបាទហើយចំពោះពិន្ទុប្រឡងគឺខ្ញុំបើកសិទ្ធបើកឱកាសឲ្យគាត់តវ៉ាពិន្ទុឧទាហរណ៍ថាសិស្ស A គាត់ប្រឡងគាត់ធ្វើត្រូវខ្ញុំឲ្យគាត់ត្រូវប៉ុន្តែសិស្ស B គាត់ធ្វើត្រូវខ្ញុំឲ្យគាត់ខុសនិងសិស្ស B អាចតវ៉ាបានមុននឹងខ្ញុំចេញលទ្ធផលមុននឹងខ្ញុំបញ្ជូនឲ្យលោកគ្រូនាយកបោះត្រាគឺខ្ញុំបានផ្ញើនៅក្នុងក្រុមឲ្យសិស្សតវ៉ាពិន្ទុជួនកាលខ្ញុំអាចវាយពិន្ទុចូលច្រឡំនៅពេលហៅពិន្ទុក្នុងថ្នាក់មកសិស្សហៅឧទាហរណ៍ថាហៅ4ខ្ញុំលើ9ខ្ញុំដាក់9ឬក៏សិស្សថា9ខ្ញុំវាយចូល4អញ្ចឹងសិស្សមានឱកាសក្នុងការត្រួតពិនិត្យពិន្ទុរបស់គាត់ក្នុងការបូកពិន្ទុរបស់គាត់មានសិទ្ធិតវ៉ាបាទអញ្ចឹងលទ្ធផលនឹងខ្ញុំជឿថាពួកគាត់អាចទទួលយកបានបាទបង្ហាញពីតម្លាភាពអញ្ចឹងលោកគ្រូសង្ឃឹមថាកូនដែលកូនទទួលលទ្ធផលបែបហ្នឹងកូនគួរតែពេញចិត្តព្រោះជាសមត្ថភាពរបស់កូនណាឲ្យតកូនខំប្រឹងប្រែងរៀនមានសិលធម៌ល្អចំពោះលោកគ្រូគឺលោកគ្រូសប្បាយចិត្តមែនតើបាទព្រោះថាលោកគ្រូមិនអាចឲ្យលេខ1កូនទាំងអស់គ្នាបានទេហើយជំរាបបងដែរគឺសិភៅតាមដានរៀងរាល់ខែដែលខ្ញុំបានបញ្ជូនខ្ញុំសង្ឃឹមថាបងបានមើលបានឃើញទៅនឹងលទ្ធផលសិក្សារបស់កូនរបស់បងសូមបងមើលទៅលើមុខវិជ្ជានីមួយឧទាហរណ៍ថាគណិតខ្មែរប្រវត្តិវិទ្យាភូមិវិទ្យាតើកូនបងខ្សោយចំណុចណាបាទជាក់ស្ដែងបើកូនបងរៀនខ្សោយបងអាចបន្ទោសខ្ញុំបានខ្ញុំទទួលយកបាទអាចថាមកពីខ្ញុំការបង្រៀនរបស់ខ្ញុំនៅមានកម្រិតបាទនៅឡើយបាទអញ្ចឹងសូមបងមើលឧទាហរណ៍ថាកើតប្រឡងខែនេះអូកូនបងខែមុនលេខ2ខែនេះហេតុអ្វីលោតដល់លេខ6អញ្ចឹងសូមបងមើលតាមមុខវិជ្ជានីមួយតើគិតខ្សោយមុខវិជ្ជាណាធៀបទៅនឹងខែមុនអញ្ចឹងឧទាហរណ៍ថាខ្មែរគណិតក៏ធ្វើបានពេញហើយមុខវិជ្ជាផ្សេងក៏ពេញដែរក៏ប៉ុន្តែមុខវិជ្ជាអប់រំកាយខែនេះមិនក៏កូនខ្ញុំប្រឡងបានតែ6គឺអប់រំកាយអាស្រ័យទៅលើជំនាញហើយនឹងសំណាងឧទាហរណ៍តកាបោះបាល់ជាដើមបោះបាល់គិតបោះអត់ចូលអញ្ចឹងអាហ្នឹងមិនអាចថាគិតខ្សោយបានទេបងអាហ្នឹងលើសំណាងបងអញ្ចឹងសូមបងលើកទឹកចិត្តគាត់បន្ថែមឲ្យរៀនបន្ថែមឲ្យគាត់ខ្លាចជាកូនល្អពលរដ្ឋល្អនិងសិស្សល្អបាទអាហ្នឹងគឺជាអត្ថន័យនៃការសិក្សារបស់ពួកគាត់ព្រោះថាលទ្ធផលការសិក្សារបស់គាត់មិនអាចកំណត់អនាគតគាត់ទេទោះបីជាគាត់រៀនបានលេខ10លេខ20ក៏ដោយប៉ុន្តែឲ្យតែគាត់ធ្វើជាមនុស្សល្អនៅក្នុងសង្គមអនាគតទៅគាត់ពង្រីកគាត់នឹងរីកលូតលាស់ជាដើមដូចជាស្ដែងអញ្ចឹងដូចក្នុងការដាំដំណាំទោះបីជាដាំនៅកន្លែងតែមួយប្រភេទដីតែមួយដាក់ជីដូចគ្នាស្រោចទឹកដូចគ្នាក៏ការលូតលាស់ពួកគាត់ក៏ការលូតលាស់នៃការដំណាំក៏អត់ស្មើគ្នាដែរពេលខ្លះដំណាំខ្លះលូតលាស់លឿនដំណាំខ្លះលូតលាស់យឺតប៉ុន្តែនៅតែមានការលូតលាស់ដោយកូនទាំងអស់គឺដូចគ្នាអញ្ចឹងការរៀនគឺមានការលូតលាស់ប៉ុន្តែគ្រាន់តែលូតលាស់លឿនឬក៏យឺតអាស្រ័យទៅលើការខិតខំរបស់សិស្សអាស្រ័យទៅលើបងនៅផ្ទះជួយជំរុញពួកគាត់ប៉ុណ្ណាហើយអាស្រ័យទៅលើវិធីសាស្ត្ររបស់ខ្ញុំបង្រៀនដែរបាទគឺរួមផ្សំគ្នាទាំងអស់អញ្ចឹងខ្ញុំសង្ឃឹមថាបងច្បាស់ជាចង់ឃើញក្រឹបពេជ្ររបស់បងដែលជាកូនដែលជាបេះដូងដែលជាកែវភ្នែករបស់បងនឹងខ្លាចជាកូនល្អពលរដ្ឋល្អនិងសិស្សល្អបាទដោយកុំផ្ដោតទៅលើតែចំណាប់ថ្នាក់បាទមើលលើនិទេសបង A B C D E F ចឹងនិទេសបើសិនជាគាត់បាន C ឬ D អានឹងសមត្ថភាពពួកគាត់អាចតំណាងបច្ចេកឲ្យបងខុសគ្នាតិចតួចក៏ដកខាត់បន្ថែមពីថ្នាក់ទី6ទៅថ្នាក់ទី7ក៏ដកខាត់បន្ថែមគាត់នឹងទទួលបានលទ្ធផលល្អបាទបើសិនជាបងផ្ដោតទៅលើតែចំណាត់ថ្នាក់ទៅថ្នាក់ទី7សិស្សរហូតដល់50នាក់អញ្ចឹងបើសិនជាបងផ្ដោតទៅលើចំណាត់ថ្នាក់អាចជាការដាក់សម្ពាធទៅលើពួកគាត់បាទអញ្ចឹងខ្ញុំអត់ចង់ឲ្យពួកគាត់ដែលជាសិស្សនឹងមានសម្ពាធទេបងត្រឹមត្រូវបងចង់ឲ្យកូនបងរៀនបានពិន្ទុល្អនិទេសល្អខ្ញុំក៏គាំទ្រដែរចង់បានត្រឹមដូចគ្នាបាទប៉ុន្តែសូមជំរុញលើកទឹកចិត្តពួកគាត់ជាជាងដាក់កំហិតឲ្យពួកគាត់បាទ
ចឹងកូននៅពេលដែលកូនលើបែបនេះមិនមែនបានចិត្តទេគឺកូនត្រូវខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯងអនាគតនៅលើដៃរបស់កូនម៉ាក់ប៉ាលោកគ្រូបានតែជំរុញពួកកូនទេក៏ប៉ុន្តែប្រឹងមិនប្រឹងមានតែកូនខ្លួនឯងទេដែលដឹងបាទហើយអនាគតគឺនៅក្នុងដៃកូនដែរណាបើកូនចង់ឃើញអនាគតកូនបែបណាចង់ស្លៀកសម្លៀកបំពាក់បែបណាស្លៀកសម្លៀកបំពាក់ជាគ្រូបង្រៀនស្លៀកសម្លៀកបំពាក់ជាទាហានជាប៉ូលីសជាពេទ្យឬក៏ការងារគ្រប់គ្រងសណ្ឋាគារឬក៏ធ្វើអ្វីផ្សេងកូនសម័យទៅលើអនាគតខ្លួនឯងហើយកូននឹងព្យាយាមប្រឹងប្រែងបន្ថែមបាទចំពោះសំណុំពរគឺសំណុំពរដល់បងជួយជំរុញកូនបងនៅផ្ទះបន្ថែមឲ្យបានវឹកហាត់នៅកម្មវិធី PLP ហ្នឹងគឺសូម្បីតែមួយថ្ងៃ5នាទីក៏បាន10នាទីក៏បានតាមតលទ្ធភាពបងអាចធ្វើទៅបានប៉ុន្តែមិនមែនជាការដាក់កំហិតទេប្រសិនបើជាបងរវល់មកមាននឹងកិច្ចការរកស៊ីអានឹងអត់អីទេមិនជាការដាក់កំហិតអីទេបងគឺអានឹងគឺអាស្រ័យទៅលើបងឆ្លៀតពេលបានឬក៏មិនបានតែប៉ុណ្ណឹងបាទហើយនឹងតាមដានខ្ញុំខ្លាចថាការរៀនដាក់អនឡាញទៅកូនបងទៅជាហៅថាគាត់ទៅជារៀនមានពូកែវិញបងឬក៏ហៅថាខូចណាបងគាត់អាចទៅធ្វើអានេះធ្វើអានឹងអីផ្សេងចឹងជាដើមទៅបាទហើយជាចំណុចចុងក្រោយគឺខ្ញុំសង្កេតឃើញថាកូនមួយចំនួនគាត់សម្បូរលុយចាយអត់ដឹងថាបងផ្ដល់ថវិកាគាត់ចាយឬក៏គាត់បានលុយមកពីណាទេតែខ្ញុំមិនមែនថាគាត់ជាចោលទេប៉ុន្តែឃើញគាត់មានលុយចាយច្រើនអញ្ចឹងបើសិនជាគ្រួសារបងមានលទ្ធភាពឲ្យគាត់ចាយបែបហ្នឹងក៏អត់អីដែរអាហ្នឹងគឺអាស្រ័យទៅលើការរស់នៅរបស់បងចុះខ្ញុំអត់លុបលួនទេរឿងខាងហ្នឹងប៉ុន្តែខ្ញុំគ្រាន់តែសង្កេតឃើញទៅពួកគាត់មានលុយចាយច្រើនរៀងក្រែដែរអញ្ចឹងចំពោះខ្ញុំជាគ្រូខ្ញុំចង់ឲ្យសិស្សមានការសន្សំសំចៃចេះទុកដាក់លុយកាក់នៅថ្ងៃអនាគតអញ្ចឹងតើតើគាត់ចេះទុកដាក់ពីក្មេងឥឡូវដែរបាទចំពោះចំណុចមួយទៀតគឺខ្ញុំសង្កេតឃើញចំណីអាហារខ្ញុំព្រួយបារម្ភពីសុខភាពរបស់ពួកគាត់ខ្លាចគាត់មានជំងឺទឹកនោមផ្អែមនិងជំងឺមហារីកដោយសារតែឃើញពួកគាត់មួយចំនួនជួយចិត្តញ៉ាំប្រហិតហើយនឹងពិសាគ្រឿងកំប៉ុងបាទអញ្ចឹងខ្ញុំព្យាយាមហាមប៉ុន្តែខ្ញុំមិនអាចគម្រាមអីគាត់បានទេខ្ញុំមានតែលើកទឹកចិត្តប៉ុន្តែខ្ញុំមិនអាចខិតបខំគាត់ថាដាច់ខាតកូនគាត់មិនត្រូវតែញ៉ាំមិនត្រូវតែអត់ញ៉ាំបានទេបាទអញ្ចឹងសូមបងជួយមើលគាត់បន្ថែមផងដោយសារតែខ្លាចជាកំហុសមួយដែលកំហុសអាចជាកំហុសរបស់ខ្ញុំអាចជាអាចបងខ្លួនឯងជាពុកម្ដាយនេះមានការអន់ចិត្តដោយថាកូនកើតជំងឺហ្នឹងដោយសារតែបងអត់បានហាមហើយខ្ញុំក៏មានការអន់ចិត្តដែរបើសិនជាសិស្សរបស់ខ្ញុំមានជំងឺមហារីកឬក៏ទឹកនោមផ្អែមហ្នឹងបាទដោយសារតែខ្ញុំនឹងមិនបានមើលកើតឲ្យបានដិតដល់នៅសាលាជាដើមបាទចំពោះបទបង្ហាញរបស់ខ្ញុំនៅថ្ងៃនេះត្រូវបានបញ្ចប់ហើយសូមជូនពរបងមានសុខភាពល្អនិងសេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើនបាទសូមអរគុណសូមជម្រាបលា